វិធីកែច្នៃក្រណាត់មួយផ្ទាំងคล้ายទៅជាកូនរ៉ូបមួយដ៏ស្រស់ស្អាតមានក្រណាត់មួយផ្ទាំងយ៉ាងបត់វាជាពីរហើយយើងធ្វើការបត់វាបន្ទាប់មានបន្ទាត់ខ្មៅដៃមួយគូយកកន្ត្រៃមកកាត់បន្ទាប់មកយើងលាតវាជាពីរហើយយើងបានទាញវាខាត់បន្តិចបត់ជាពីរបន្ថែមកាត់វានៅជ្រុងម្ខាងបន្ទាប់មកកាត់ថែមដូចក្នុងវីដេអូយើងគ្រាន់តែលើកវាពាក់កណ្ដាលយើងនឹងបានរ៉ូបមួយដ៏ស្រស់ស្អាតតើបងអំពូមិញណាដែលប្រើឈុតមុខ audio អំពូមិញអាចតាក់ទងមករកនៅខ្ញុំបានខ្ញុំមានលក់ឈុតមុខ audio ហើយនឹងឈុតមុខ brand ផ្សេងៗជាច្រើនតែមកហ្នឹងលើកយកតែ audio មកបង្ហាញអំពូមិញឯងហើយបង្ហាញក៏គ្រប់ដែរបង្ហាញបានតែ2មុខឯងឈុតមុខ audio មាន4មុខមានសាប៊ូមានលេយប់ហើយនឹងលេថ្ងៃ BB UV អីចឹងទៅឈុតមុខរបស់វាហើយបងអំពូមិញណាដែលចង់បានអាចតាក់ទងមកបានណាខ្ញុំដាក់នេះលេខទូរស័ព្ទរបស់ខ្ញុំហើយនឹង Facebook របស់ខ្ញុំបងអំពូមិញតាក់ទងមកបានណាឆាតមកតាមពេកក៏បានតាក់ទងតាមលេខទូរស័ព្ទបានហើយធានាតម្លៃឲ្យល្អមែនតើធានាតម្លៃពិសេសឲ្យហ្មងចង់បងអំពូមិញណាដែលចង់បានឬក៏ចង់ប្រើចង់សាយអាចតាក់ទងមកបានអំពូមិញចង់ក៏អរគុណសម្រាប់ការគ្រប់គ្រងអំពូមិញទាំងអស់គ្នាចង់អំពូមិញជួយទិញខ្ញុំម្នាក់មួយឈុតឬមួយក៏ម្នាក់មួយមុខផងណាដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តទៅខុសលក់បន្តអញ្ចឹងអរគុណទុកជាមុនអំពូមិញទាំងអស់គ្នាបាយបាយ